បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនវិលមកសារជាថ្មីបាទពាក់ព័ន្ធជាមួយការចិញ្ចឹមមាន់លក្ខណៈគ្រួសាររបស់យើងទាំងអស់គ្នាហើយនៅរយៈនេះឃើញថាតម្លៃទីផ្សាររបស់មាន់គឺល្អមែនទែនសម្រាប់ពុកម៉ែបងប្អូនយើងមានមាន់លក់គឺលុយច្រើនលោកគួរសមណាសម្រាប់មាន់ពី300ក្បាលទៅបានជិត10លាននេះដែរណាបងប្អូនបើសិនជាមានមាន់300ក្បាលលក់ណាព្រោះតម្លៃទីផ្សារបច្ចុប្បន្ន 18000 ញីឈ្មោលអញ្ចឹងបងប្អូនមានមាន់ដល់300ក្បាលលក់គឺល្អមែនទែនហើយពាក់ព័ន្ធវីដេអូថ្ងៃនេះចង់ចែកដល់បងប្អូនយើងហើយក៏ដូចជាការឆ្លើយតបទៅកាន់គាត់ដែរគាត់សួរសំណួរពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមដូចខ្ញុំដែរប៉ុន្តែបរិវេណរបស់គាត់អត់មានទីវាលស្មៅទេគាត់មានតែដើមឈើម្លប់អញ្ចឹងគាត់សួរថាយើងអាចចិញ្ចឹមបានដែរទេចិញ្ចឹមបានប៉ុន្តែបងប្អូនត្រូវតែអនាម័យឲ្យបានច្រើនជាងខ្ញុំបន្តិចព្រោះធម្មតាកន្លែងម្លប់កន្លែងត្រជាក់អត់សូវមានពន្លឺថ្ងៃចូលពពួកប៉ារ៉ាស៊ីតហើយនិងបាក់តេរីទាំងអស់នោះវីរុសទាំងអស់នោះវាអាចឆក់ឱកាសយកច្រើនជាងគេទីវាលច្រើនជាងបរិវេណទ្រុងរបស់ខ្ញុំទ្រុងខ្ញុំអត់សូវមានម្លប់ទេហើយមួយវិញទៀតគុណប្រយោជន៍នេះសាច់មាន់ណាមានន័យថារូបសម្បុររបស់មាន់យើងសាច់មាន់យើងវាអត់បានលឿងល្អវារៀងស្លេកជាងមាន់ដែលនៅទីវាលមាន់ដែលត្រូវពន្លឺថ្ងៃកម្ដៅថ្ងៃគ្រប់គ្រាន់ណាបងប្អូនអញ្ចឹងបើយើងចិញ្ចឹមបានបងប្អូនហើយបង្កើនការការពារបានខ្ពស់ជាងគេដែលនៅទីវាលព្រោះគេទីវាលគេមានពន្លឺថ្ងៃគ្រប់គ្រាន់សម្រាប់ពពួកប៉ារ៉ាស៊ីតហើយនិងវីរុសផ្សេងដែលនៅក្នុងដីអញ្ចឹងវិធីបើបងប្អូនអត់ដឹងខ្ញុំប្រាប់ពាក់ព័ន្ធជាមួយនឹងទីកន្លែងដែលម្លប់ខ្លាំងអត់សូវមានពន្លឺថ្ងៃគ្រប់គ្រាន់ចាំងចូលទ្រុងហើយនឹងបរិវេណខាងក្រៅអីអត់មានពន្លឺថ្ងៃបងប្អូនព្យាយាមបាចកបោសណាវិធីហ្នឹងគឺល្អជាងគេណាមិនបាច់ប្រើថ្នាំទេណាបងប្អូនវិធីបាចកបោសឲ្យបានញឹកញាប់ក្នុងមួយខែបងប្អូនបាច2ដងណាអញ្ចឹងយើងចែកទៅកន្លះខែយើងបាចម្ដងណាហើយកបោសក្នុងមួយស្បោងបងប្អូនបាចអស់តែ10000រៀលទេអញ្ចឹងមួយខែបងប្អូនចំណាយ20000រៀលចុះសម្រាប់ការបាចកបោសមិនជាច្រើនទេហើយមាន់យើងសុខភាពល្អហើយពពួកប៉ារ៉ាស៊ីតហើយនឹងវីរុសទាំងអស់ដែលនៅក្នុងដីនោះត្រូវបានកម្ចាត់ចេញដោយកបោសណាអញ្ចឹងសម្រាប់វីដេអូនេះឆ្លើយតបទៅបងប្អូនយើងដែលបានសួរនៅក្នុង Facebook គាត់សួរថាតើកន្លែងគាត់ម្លប់ខ្លាំងអាចចាំបានអត់ចឹងណាហើយអត់បានសត screen ជូនទេក្នុងវីដេអូនេះគ្រាន់តែនិយាយបង្ហាញជូនពាក់ព័ន្ធជាមួយនឹងដីទីវាលណាទីវាលហើយនឹងកន្លែងដែលម្លប់ខ្លាំងមិនមានពន្លឺគ្រប់គ្រាន់សម្រាប់ការសម្លាប់មេរោគពពួកប៉ារ៉ាស៊ីតហើយនឹងវីរុសផ្សេងអញ្ចឹងវិធីគឺមានតែបងប្អូនព្យាយាមបាចកបោសឲ្យបានញឹកញាប់ព្រោះកបោសវាមានមុខងារកម្ចាត់ពពួកប៉ារ៉ាស៊ីតហើយនឹងវីរុសផ្សេងដែលកប់នៅក្នុងដីហើយមួយវិញទៀតវាជួយបំបត្តិក្លិនកបោសណាបងប្អូនធ្វើបាននឹងល្អប្រសើរចំពោះសត្វមាន់យើងទាក្តីមាន់ក្តីគឺទ្រុងជ្រូកក្តីណាមិនបាច់រកថ្នាំទេពេលខ្លះនៅលើទីផ្សារគេដើម្បីតែរកស៊ីគេផ្សព្វផ្សាយថ្នាំនេះថ្នាំនោះដើម្បីឲ្យយើងជួយទិញជួយជាវរបស់គេណាហើយគេលក់ដាច់គេមានចំណូលបានច្រើនអញ្ចឹងពាក់ព័ន្ធជាមួយខ្ញុំអត់ចង់បានផលប្រយោជន៍ពីបងប្អូនទេមានតែផ្ដល់ជូនទៅកាន់បងប្អូនវិញពាក់ព័ន្ធនឹងវីដេអូដែលខ្ញុំចេញទាំងអស់តាំងពីដើមមកណាជួយចែកម្លែកទៅកាន់បងប្អូនយើងឲ្យកាត់បន្ថយថ្លៃដើមក្នុងការចិញ្ចឹមសត្វហើយព្យាយាមរាល់គោលការណ៍អនាម័យរាល់ការធ្វើបច្ចេកទេសផ្សេងគឺសិតតែមានប្រយោជន៍អញ្ចឹងបងប្អូនកុំបោះចោលចំណុចទាំងអស់នោះហើយងាករំពឹងទៅរកតែថ្នាំណាជាឲ្យបញ្ជាក់ទៀតអញ្ចឹងមិនចង់ឲ្យបងប្អូនខាត់បងអញ្ចឹងនេះជាបំណងល្អពីខ្ញុំហើយសង្ឃឹមថាពុកម៉ែបងប្អូនយល់
ហើយនឹងអនុវត្តទាំងអស់គ្នាដើម្បីយើងទទួលបានគុណភាពសាច់សត្វរបស់យើងមិនមានមេរោគឆ្លងទៅកាន់ផ្ទះមួយទៅផ្ទះមួយណាអរគុណច្រើនខ្ញុំថាបងប្អូនចែកម្លែកទាំងអស់គ្នាហើយជួយ follow នៅ page របស់ខ្ញុំមួយហើយនឹង YouTube អីបងប្អូនអាចជួយ share ដើម្បីតាមដាននៅវីដេអូថ្មីទៀតគ្រប់វីដេអូទាំងអស់គឺបញ្ជាក់ជូនពុកម៉ែបងប្អូនថាมันមានបំណងថានឹងលក់សូម្បីតែបងប្អូនយើងចូល comment សួរថាមានមន់ពូជលក់អត់អីអត់ខ្ញុំអត់លក់ទេណាបងប្អូនណាព្រោះរាល់ថ្ងៃខ្ញុំអត់មានមន់ឲ្យឈ្មួញខ្ញុំទេឈ្មួញ 4-5 នាក់អញ្ចឹងគាត់សួររហូតដែរប៉ុន្តែអត់មានមន់ឲ្យគាត់ណាអញ្ចឹងខ្ញុំគ្រាន់តែចេញវីដេអូនេះបង្ហាញពីតាក់ទិចបង្ហាញពីតិចនិចនិងបច្ចេកទេសនិងវិធានការការពារជំងឺផ្សេងជូនពុកម៉ែបងប្អូនដើម្បីឲ្យចិញ្ចឹមបានទាំងអស់គ្នាណាអរគុណច្រើន